តោះយើងមករៀនរបៀបបញ្ចូលកញ្ចក់ទ្វារបង្អួចទ្វារទូនេះជាសកម្មភាពទាំងមូលនៃការបញ្ចូលទ្វារទូនឹងហើយខាងនេះយើងដាក់មានប្រឈមហ្នឹងគេហៅមេទំពក់នឹងនេះក្រោមនេះមេដាក់កង់ហៅមេរុំក្រោមណានឹងយើងវាយបញ្ចូលឲ្យត្រឹមត្រូវរួចហើយយើងបង្វិលដើម្បីបញ្ចូលមួយចំហៀងទៀតយើងដាក់កស៊ូយើងកាត់ត្រង់កែងបន្តិចដើម្បីឲ្យពេលបញ្ចូលទៅស្អាតបាទអញ្ចឹងនេះជាកង់ប្រភេទកង់ឌុបសម្រាប់ទ្វារធំធំឯមួយនេះជាប្រភេទកង់រាយអញ្ចឹងសម្រាប់បង្អួចតូចឬមួយក៏ទ្វារទូតូចហ្នឹងហើយកង់ឌុបនេះគឺយើងពេលយើងបញ្ចូលយើងមើលខាងវាឲ្យត្រឹមត្រូវដើម្បីឲ្យបានដាក់ទៅបើយើងមិនបានពិនិត្យនឹងខុសបាទណាយើងក្លាប់មកលើខុសអញ្ចឹងយើងក្លាប់វាចុះមកក្រោមដើម្បីពេលយើងដាក់ទៅបានយើងប្រើកើតអញ្ចឹងយើងដាក់ហើយយើងក៏បញ្ចូលកស៊ូឲ្យស្មើយើងក៏យកមេសោនិងមេរុំលើណាខាងវាយហ្នឹងមេរុំលើខាងនេះមេសោបាទអញ្ចឹងយើងក៏យកវីប្រវែង5ហ៊ុនដែលមានទ្រាប់កាក់មួយរងណាដើម្បីដាក់កុំឲ្យធ្វើឲ្យវាធ្វើឲ្យអាលុយមីញ៉ូមរបស់យើងណាមេសោបង្អួចរបស់យើងហ្នឹងវាទន់មូលទៅត្រុតអញ្ចឹងយើងមូលតិចសិនទៅយើងទុកប្រឡោះបន្តិចសម្រាប់មើលចំនួនប្រហែលជា3លីសម្រាប់មើលរុនវិសដែលមូលចូលអញ្ចឹងយើងមូលហ្នឹងហើយយើងបកថងចេញមកយើងមូលតិចសិនអានេះកន្លែងសម្រាប់សេរីកង់ណាសេរីកង់ឡើងចុះណាហ្នឹងហើយអញ្ចឹងបានរួចត្រូវហើយបានយើងរឹតនឹងស្វានយកតែម្ដងឲ្យជាប់មកហើយផ្នែកខាងនេះគឺយើងប្រើរងប្រើវិស5ហ៊ុនដូចគ្នាណានេះយើងមូលមេទំពក់ជាប់ជាមួយមេរុំលើអញ្ចឹងរឹតឲ្យណែនបាទនេះគេហៅមេទំពក់និងមេរុំលើដល់មកយើងរឹតជាប់ហើយយើងក៏លើកដាក់ចូលទៅក្នុងទូណាទ្វារទូវាដូចជាបង្អួចដែរបាទតែវាខុសគ្នាតិចតួចទាំងថាយើងដាក់រោមបញ្ច្រាស់គ្នាឬមួយក៏នេះនឹងឯងនេះគឺស្រេកង់ឯណាវាមានទុករុនសម្រាប់ស្រេកង់ទៀតនេះកលឹះកណ្ដាលនេះមានសោអញ្ចឹងសោនេះយើងគ្រាន់តែដកទៅជាប់ហើយអញ្ចឹងដល់ពេលយើងចង់កាច់យើងគ្រាន់ដោតសោវិញយើងកាច់នឹងវាក៏ប្រើបានស្រួលវាអត់ពិបាកកាច់សោទេបាទងាយកលឹះហ្នឹងបាទអរគុណច្រើនបាទ